Chẳngនៅពេលដែលខ្ញុំចុច export ទៅគេអ្នកសល់តែមួយគេអញ្ចឹងយើងទៅដោះមួយទៀតខ្ញុំដាក់ខាងក្រោយតើតង n អញ្ចឹងនេះយើងមើលអានេះវាមាន in មាន out អញ្ចឹងបងប្អូនចូលមកមើលout ហ្នឹងខ្ញុំដាក់មួយណាទេអញ្ចឹងout ដូចគ្នាយើងហើមើលអា free មកគេមានអា free នេះមាន pro មានអាអត់ទេនេះគឺអាហ្នឹង free ឯងអញ្ចឹងគេនេះខ្ញុំដោះអស់ហើយមានន័យថាយើងដោះអស់នេះបងប្អូនអូខេគេនេះដល់ពេលយើងដោះអស់ទៅគឺយើងអាច support បានអូខេអត់មានប្រវែអីទេអញ្ចឹងបាទជម្រាបសួរអ្នកទាំងគ្នាថ្ងៃនេះខ្ញុំចាយអញ្ចឹងថ្ងៃនេះខ្ញុំមកចេញវីដេអូទាក់ទងនឹងCapCutឃើញបងប្អូនយើងច្រើនណាស់ដែលគាត់អត់ដឹងមិនគាត់អត់ដឹងប្រហែលគាត់អត់ចាប់អារម្មណ៍ទាក់ទងភាគច្រើនលើនេះគាត់សួរលើនេះលើ desktop ឬ laptop ជាទូទៅកម្មវិធីហ្នឹងវាអាប់ដេតរហូតហើយភាគច្រើននៅពេលដែលបងប្អូនប្រើទៅគាត់អត់ចាប់អារម្មណ៍គាត់ប្រើអានេះគេហៅថា version Pro អញ្ចឹងនៅពេលដែលយើងប្រើ version Pro មានន័យថាពេលដែលយើង sale អីគឺវាអត់ទៅទេ sale មានន័យថា sale ទៅវាចេញចេះ sale វាអត់បានទេអញ្ចឹងវាឲ្យជួញPro អញ្ចឹងបងប្អូនអាច check មើលទៅថានេះបងប្អូនប្រើគេហៅប្រភេទextension ឬមួយទៀត effect ប្រើ effect វាមួយណា effect ឬ transition ប្រើមួយណាអញ្ចឹងបងប្អូនទៅដោះវាវិញទៅគឺដំណើរការមកធម្មតាយើង sale បានធម្មតាអញ្ចឹងខ្ញុំអាប់ដេតបន្តិចតាក់ទងនឹងCapCut ពីច្រើនបងប្អូនយើងអត់ចាប់អារម្មណ៍ប្រើទៅគាត់ពេលខ្លះគាត់ច្រឡំដៃចុចទៅអញ្ចឹងយើងត្រូវមើលថារបស់ណាដែលវាឲ្យប្រើ free ពីមុនវាឲ្យប្រើ free ច្រើនណាស់ប៉ុន្តែតាំងពីវាអាប់ដេតមក Pro ទៅយូរវាលែងចង់ឲ្យ free អស់ហើយអញ្ចឹងវាឲ្យយើងទិញ license វាទិញអីប្រើទៅបានវាប្រើស្រួលដែរអញ្ចឹងដូចខ្ញុំខ្ញុំអត់ទិញទេខ្ញុំប្រើតាមធម្មតាទេដោយសារយើងកាត់ពីច្រើនគ្រាន់តែយើងចង់កាត់ទេព្រោះនៅលើ CapCut ហ្នឹងវាកាត់លឿនជាងកម្មវិធីទូទៅវាកាត់លឿនហើយមេវាស៊ីទូចប៉ុន្តែកម្រិតវាគឺច្បាស់ល្អអត់អីទេហើយបងប្អូនអាច check មើលទៅថានៅពេលដែលបងប្អូនកាត់វីដេអូឧទាហរណ៍ថាវីដេអូជាទូទៅភាគច្រើនបងប្អូនកាត់ទៅត្រែលេងឧទាហរណ៍ថានេះខ្ញុំកាត់ច្រាប់ជាមួយអញ្ចឹងបងប្អូនភាគច្រើនទៅរក transition វា transition មានន័យភ្ជាប់វាអញ្ចឹងជាទូទៅបងប្អូនប្រើហើយប្រហែលបងប្អូនច្រឡំចុចនេះអាពួក Pro នេះចេញញមកដល់ពោតអញ្ចឹងជាទូទៅបងប្អូនច្រឡំចុចអា Pro អញ្ចឹងនេះអូខេច្រឡំនេះអញ្ចឹងឥឡូវខ្ញុំប្រាប់ថាអា Pro សិនអញ្ចឹងនៅពេលដែលយើងចុចexport ទៅគេនេះឡើងដល់3អញ្ចឹងយើងអត់អាច save វីដេអូនឹងប្រើប្រាស់បានទេអញ្ចឹងយើងអាច save ប្រើប្រាស់បានទេអញ្ចឹងវិធីដែលយើងត្រូវប្រើប្រាស់តាមធម្មតាបងប្អូនត្រូវដឹងថានេះអាប្រភេទអញ្ចេះនិយាយរួមកុំឲ្យតែអា Pro នេះមានអា Pro នេះគឺ free អានេះពួកនេះ free ទេអញ្ចឹងយើងអាចប្រើបានអញ្ចឹងយើងអាច add អានឹងជំនួសវិញមកចាំមើលអាពេលខ្ញុំរានទៅគេនេះសល់តែ2ទេអញ្ចឹងបងប្អូនអាចមើលអាទទេអញ្ចឹងអាហ្នឹងគឺ free ប៉ុន្តែឥឡូវ free តិចព្រោះយើងប្រើទៅយើងអត់ទិញ license យើងអត់ចំណាយលុយលើគេអញ្ចឹងយើងប្រើតែអានតិចហ្នឹងទៅនេះនិយាយរួមបើអត់មាន Pro ទេគឺ free អត់គិតលុយទេគឺ sale បានធម្មតាប៉ុន្តែបើបងប្អូនចុចលើ Pro នេះនឹងជាប់ហើយអញ្ចឹងខ្ញុំមើលខ្ញុំទៅដោះ2ទៀតឧទាហរណ៍ថានេះវានៅ effect ខាងមុខនេះមួយអញ្ចឹងតើតើខាងមុខeffect ខាងមុខហ្នឹងវាតើតើនឹងនេះanimation អាហ្នឹងចូល animation អូខេអញ្ចឹងនេះតើតើ animation នេះខ្ញុំចុចលើ Pro អញ្ចឹងនៅពេលដែលយើងចុចលើ Pro គឺវាអត់ឲ្យទេអញ្ចឹងបងប្អូនអាចចុចនេះអាពួក free នេះអាទទេនេះគឺ free ឯងអញ្ចឹងបងប្អូនអាចចុចអាពួកហ្នឹងបានអូខេនេះបងប្អូនអញ្ចឹងបងប្អូនចុចលើអាហ្នឹងទៅហើយ
អាហ្នឹងឥឡូវខ្ញុំចុចលើអាហ្នឹងតែឲ្យបងប្អូនមើលគ្រាន់បងប្អូនឯងរកមើលខ្លួនឯងថាអាណា free អាណាទទេអត់មាន pro អាហ្នឹង free ឯងអញ្ចឹងនៅពេលដែលខ្ញុំចុច export ទៅគេអ្នកសល់តែមួយគេអញ្ចឹងយើងទៅដោះមួយទៀតខ្ញុំដាក់ខាងក្រោយតកតង n អញ្ចឹងនេះយើងមើលអានេះវាមាន in មាន out អញ្ចឹងបងប្អូនចូលមកមើលout ហ្នឹងខ្ញុំដាក់មួយណាទេអញ្ចឹងout ដូចគ្នាយើងហៅមើលអា free មកគេមានអា free នេះមាន pro មានអត់ទេនេះគឺអានឹង free ឯងអញ្ចឹងឃើញនេះខ្ញុំដោះអស់ហើយមានន័យថាយើងដោះអស់នេះបងប្អូនអូខេឃើញនេះដល់ពេលយើងដោះអស់ទៅគឺយើងអាច support បានអូខេអត់មានប្រវាអីទេអញ្ចឹងឃើញបងប្អូនយើងអានេះខ្ញុំដោះស្រាយចំណងបងប្អូនយើងឃើញគាត់មានចម្ងល់អានឹងច្រើនថាម៉េចគេឲ្យប្រើខាត់ឥឡូវគេឲ្យប្រើ free ប៉ុន្តែគេនៅតែប្រើ free បានធម្មតាហ្នឹងក៏បងប្អូនអត់ចាប់អារម្មណ៍បងប្អូនច្រឡំចុចជាប់ pro ទៅក៏វាexport ដល់ពេលយើង save ទៅគឺវាអត់បានទេអញ្ចឹងវីដេអូហ្នឹងខ្ញុំដោះស្រាយបងប្អូនដោះស្រាយបញ្ហាជូនបងប្អូនប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងយល់ហើយធ្វើបានអត់អីទេព្រោះនេះតាមពិតទៅវាធម្មតាសាមញ្ញក៏ភាគច្រើនបងប្អូនយើងឆ្ងល់ច្រើនដែរអញ្ចឹងខ្ញុំចេញវីដេអូជូនបងប្អូនទៅឲ្យបានយល់បាទអរគុណបាយបាយ